ុំតន់អាចចុចប៊ូតុង book page សោះបើសិនជាបងប្អូនអ្នកលក់អនឡាញទាំងអស់គ្នាមិនទាន់ដឹងរឿង3ចំណុចនេះចង់ដឹងថា3ចំណុចនេះគឺជាអ្វីទស្សនាវីដេអូនេះដល់ចប់ចំណុចទី1កុំតន់អាច book page បើសិនជា page មិនទាន់មានទំនុកចិត្ត page មិនទាន់មានទំនុកចិត្តគឺ page optimization អញ្ចឹងតើតើជាមួយប្រភេទរបស់យើងថ្មីគ្មានរូបភាព profile ច្បាស់លាស់គ្មានព័ត៌មានទំនាក់ទំនងឬមិនទាន់មានផុសផ្ដល់ចំណេះដឹងផលប្រយោជន៍អ្វីខ្លះទេគឺយើងប៊ូសទៅគឺចោលលុយទៅទេហ្មងអ្នកនរគ្នាអញ្ចឹងជាក់ស្ដែងការប៊ូសវាគ្រាន់តែទាញ call to action មកខាងយើងទេថាវីដេអូរបស់យើងដើរបានល្អឬអត់វានឹងរុញទៅកាន់ page របស់យើងដើម្បីឲ្យអ្នកដែលគាត់ចង់ទិញហ្នឹងគាត់ចូលទៅក្នុង page របស់យើងគាត់អូមើលថាយើងមានរូបភាពមានវីដេអូអីអត់បើសិនជាយើងអត់មានរូបភាពអត់មានវីដេអូអីផុសទេសួរថាអ្នកណាដែលគេចង់ទិញទោះបីជា page របស់យើងប៊ូសក៏ដោយឧទាហរណ៍ជាក់ស្ដែងអ្នកនរគ្នាប៊ូស page តែក្នុងមួយខែអ្នកនរគ្នាផុសតែមួយវីដេអូឯងសួរថាដើរអត់ដើរអ្នកនរគ្នាវាអាចដើរបានទេចំពោះការអញ្ចឹងតើតងជាមួយនឹងការប៊ូស page ដើម្បីឲ្យមានប្រសិទ្ធភាពល្អគឺការងារប្រចាំថ្ងៃរបស់យើងត្រូវផុសប្រចាំថ្ងៃតាក់ទងជាមួយនឹងអីដែលយើងមាននៅក្នុងដៃជាមួយនឹង product របស់យើងព្រោះកាលណាដែលយើងអត់មានផុសអីទេគឺអតិថិជនគាត់អត់មានទំនុកចិត្តមកកាន់ page របស់យើងចំណុចទី2កុំទាន់អា book page បើសិនជាអ្នកទាំងអស់គ្នាមិនទាន់ដឹងពីអតិថិជនគោលដៅរបស់យើងអីទៅជាអតិថិជនគោលដៅតែទៅជាមួយអតិថិជនគោលដៅ targeting audience គឺត្រូវដឹងថាផលិតផលដែលយើងលក់ហ្នឹងលក់ឲ្យអ្នកណាភេទអ្វីអាយុប្រមាណខេត្តក្រុងអីដែលចូលចិត្តចាក់ស្ដែងការ boost ទៅហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវដឹងដែរអាចចំណុច targeting audience ហ្នឹងគឺសំខាន់ខ្លាំងអ្នកទាំងអស់គ្នានៅក្នុងការ boost page ចាក់ស្ដែងអ្នកទាំងអស់គ្នា automatic របស់ Facebook គឺវាអត់ដែរអ្នកទាំងអស់គ្នាអញ្ចឹងតាក់ទងជាមួយនឹងការ boost យើងត្រូវរើសtargeting audience ដោយខ្លួនឯងអត់អាច targeting audience របស់ Facebook ទេអញ្ចឹងយើងត្រូវរើស content រើសtargeting audience ដើម្បីវីដេអូរបស់យើង boost ទៅ run គឺល្អតាក់ទាញអ្នកនរគ្នា boost រូបភាព boost វីដេអូណាមួយដែលអត់មានការតាក់ទាញទេគឺវាគ្មានដែរទេអ្នកនរគ្នាវាគ្មានប្រសិទ្ធភាពទេអញ្ចឹងការ boost page មួយអ្នកនរគ្នាត្រូវកំណត់ទៅមើល targeting audience គឺជាចំណុចសំខាន់អញ្ចឹងដើម្បីទៅដល់ការ boost មានប្រសិទ្ធភាពគឺយើងរើសឲ្យបានត្រឹមត្រូវអ្នកទាំងអស់គ្នារើសធំពេកក៏អត់ដើរដែររើសតូចពេកក៏អត់ដើរដែរមកសមល្មមសមស្របទៅតាមបរិយាកាសទៅតាមបទចិត្តរបស់យើងមិនប្រកាសថាអ្នកទាំងអស់គ្នាមានលុយចាយច្រើនទៅលើការ book page ធ្វើឲ្យ page grand ល្អទេវាអត់មានចឹងទេអ្នកទាំងអស់គ្នាអញ្ចឹងចំណុចទី2គឺមានតែប៉ុណ្្នឹងទេចំណុចទី3ជាចំណុចចុងក្រោយអ្នកទាំងអស់គ្នាកុំទាន់អា book page បើសិនជាវីដេអូរូបភាពរបស់អ្នកទាំងអស់គ្នាអត់ទាន់មានការតាក់ទាញដែលភាសាអង់គ្លេសយើងហៅថា content ហ្នឹងគឺបើមិនទាន់មានតាក់ទាញទេគឺអាចស៊ីលុយខ្លាំងឬមិនស៊ីលុយឬក៏មិនដើរតែម្ដងអ្នកទាំងអស់គ្នាវាអាស្រ័យទៅលើរូបភាពអាស្រ័យទៅលើវីដេអូហើយអាស្រ័យទៅលើចំណុចទី1ទី2ដែលខ្ញុំបាននិយាយមុនហ្នឹងអញ្ចឹងដើម្បីទៅដល់ការបូមមានប្រសិទ្ធភាពគឺយើងត្រូវដឹងចំណុចទាំងប្រមាណហ្នឹងសិនអក្សរដូចជា content របស់យើងត្រូវកាត់តរៀនអីឲ្យមានភាពតាក់ទាញអញ្ចឹង YouTube របស់ខ្ញុំបានបញ្ជាក់ដែរខ្ញុំមានការបរៀនតាក់ទងជាមួយនឹងមុខងារ CapCut អ្នកទាំងអស់គ្នាអាចទៅមើលបានដើម្បីរៀនកាត់តវីដេអូរបស់អ្នកទាំងអស់គ្នាហ្នឹងឲ្យមានភាពតាក់ទាញអ្នកទាំងអស់គ្នាជាក់ស្ដែង digital marketing អ្នកទាំងអស់គ្នាត្រូវដឹងថាអ្នកទាំងអស់គ្នាត្រូវការចេះកាត់តវីដេអូចេះអីផ្សេងៗដើម្បីយើងជ្រើសរើស content ណាមួយយកទៅ boost ឲ្យមានភាពតាក់ទាញវីដេអូវែងក៏អត់ដើរដែរអ្នកទាំងអស់គ្នាពីខ្ញុំទៅតាមបទពិសោធន៍របស់ខ្ញុំវីដេអូក្រោម marketing អ្នកទាំងអស់គ្នាគឺវីដេអូដើរ smooth ខ្លាំងមែនទែនហើយវីដេអូនៅក្នុងវីដេអូហ្នឹងគឺតាមមក product បានហើយបើអ្នកទាំងអស់គ្នាលាយ product ច្រើនពេកវីដេអូហ្នឹងគឺអត់ដើរតែហ្មងអញ្ចឹងវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញពីវិធីកែសម្រួលរូបភាព ad ឲ្យតាក់ទាញហើយឲ្យមានការ boost ទៅចំអតិថិជនគោលដៅល្អកុំភ្លេចជួយចុច subscribe ក៏ដូចជា follow នៅក្នុង Facebook page ដើម្បីទទួលបានវីដេអូចែករំលែកថ្មីៗតាក់ទងនឹង digital marketing បន្ថែមទៀតជួបគ្នានៅវីដេអូក្រោយអរគុណច្រើន